សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអវ៉ាន់មួយដែលពិសេសមែនទែនបងប្អូនពិសេសអវ៉ាន់ហ្នឹងគឺការ design មកស្អាតណាបងប្អូនណាអ្វីដែលខ្ញុំស្រឡាញ់គឺការ design របស់ Huawei Mate 80 Pro មួយដើមនេះគឺកប់មែនទែនបងប្អូនកប់មែនទែនបងប្អូនដែលជា fan របស់ Huawei បងប្អូនយល់ច្បាស់ពីអារម្មណ៍មួយហ្នឹងបងប្អូនណាគឺស្រឡាញ់មែនទែនតែបងប្អូនដែលមិនធ្លាប់ប្រើ Huawei ខ្ញុំគិតថាបងប្អូនប្រកាសថាវាពិបាកនៅក្នុងការប្រើប្រាស់បាទខ្ញុំទទួលស្គាល់ថាវាពិបាកក្នុងការប្រើប្រាស់បន្តិចមែនប៉ុន្តែនៅពេលដែលបងប្អូនប្រើវាដោយយកចិត្តទុកដាក់ឬក៏ព្យាយាមប្រើវាតែបន្តិចយូរបងប្អូននឹងមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ជាមួយនឹង Huawei Mate 80 Pro នេះបានបងប្អូនទោះជាវាអត់មាន Google Service ពេញលក្ខខណ្ឌក៏ដោយបងប្អូនវាអត់មាន Google Service ពេញលក្ខខណ្ឌប៉ុន្តែសម្រាប់ការប្រើប្រាស់ទូទៅមិនថាជា app ធនាគារ Facebook YouTube TikTok Telegram នេះគឺប្រើបានទាំងអស់បងប្អូនណាបើប្រើបានទាំងអស់បងប្អូនមើលជាក់ស្ដែងបាទមើលជាក់ស្ដែងប្រើបានទាំងអស់អ្វីដែលខ្ញុំស្រឡាញ់នេះគឺវា design មកលើកនេះគឺវាលែងមានអេក្រង់កោងបងប្អូនណាគឺប្រភេទ Mate នេះគឺអត់មានអេក្រង់កោងទៀតទេបងប្អូនណាអេក្រង់រៀបស្មើប្រភេទតកោ Pro ភាគច្រើនគឺអេក្រង់កោទៀងតិចតិចបងប្អូនប៉ុន្តែវគ្គជាមួយនឹង Mate 80 Pro នេះគឺអេក្រង់របស់វារៀបស្មើខាងក្រោយគឺ design មកអូញាក់សាច់បងប្អូនណាស្អាតដែរបងប្អូនណាស្អាតមែនទែនហើយខាងក្រោយនេះកងនេះមិនមែនជា make shape ទេណាបងប្អូនណាវាគ្រាន់តែជាសញ្ញាមួយដែលគេ design អញ្ចឹងហើយវាមើលទៅជាមួយនឹងកងខាងលើហើយនឹងខាងក្រោយនេះមើលទៅដូចជាមួយនឹងលេខ8អញ្ចឹងបងប្អូនដែលវាមើលទៅដូចខ្ញុំអ្វីដែលខ្ញុំគិតគឺដូចថាតំណាងឲ្យ80អញ្ចឹងណាបងប្អូនអែមែនតើបងប្អូនការ design កប់សេរីហើយអ្វីដែលពិសេសទៀតនោះគឺវាមាន AI composition មានថាវាជួយនៅក្នុងការថតរូបចាប់ប្លង់ឲ្យបងប្អូនណាវាមានថាការចាប់ប្លង់នេះគឺល្អមែនតើមានថាមានពេលដែលបងប្អូនថតលើសកម្មភាពលើរូបភាពឬក៏ទេសភាពអីគឺវាកណនីប្លង់ចាប់ឲ្យយើងចឹងមានថាយើងមានភាពងាយស្រួលមែនតែននៅពេលដែលយើងថតអបអបមកគឺស្អាតហ្មងនៅពេលដែលយើងប្រើហ្នឹងណាប៉ុន្តែបើបងប្អូនចង់គ្រប់គ្រងស្ថានភាពគ្រប់គ្រងគេហៅថាការថតខ្លួនឯងក៏បានដែរបងប្អូនណាយើងបិទវាទៅក៏បានដែរប៉ុន្តែបងប្អូនថាមិនចង់យើងអត់សូវជំនាញនៅក្នុងការថតរូបវាមាន AI composition នៅក្នុងហ្នឹងគឺវាជួយបងប្អូនមែនទែនជួយច្រើននៅក្នុងការថតរូបបងប្អូនណាថតស្អាតហើយអ្វីដែលពិសេសថតចេញពី Pura 80 Pro នេះគឺបងប្អូនគឺវាឲ្យ detail មកច្បាស់បើតែបែបធម្មជាតិច្រើនវាអត់ឲ្យពណ៌លើខ្លាំងពេកណាមែនណាមានន័យថាមិនមែនថតហើយគឺពណ៌ហ្នឹងគឺវាឲ្យចាក់ color ពណ៌ដិតពេកទេបងប្អូនណាគឺវាពណ៌បែបធម្មជាតិច្រើនហើយវាឲ្យ detail ល្អសូម្បីតែការឆ្កៀល portrait អីគឺឆ្កៀលដាច់ល្អមែនទែនជាមួយនឹង Mate 80 Pro បងប្អូនណាបងប្អូនយកមកដើមនេះទៅគឺញាក់សាច់ហ៎បងប្អូនថតទៅគឺកប់សេរីមែនទែនសម្រាប់Huawei បងប្អូនអាចពិចារណាលើទូរស័ព្ទមួយដើមនេះបានណាតម្លៃវិញក៏សមរម្យដែរឥឡូវតម្លៃវិញក៏សមរម្យមែនទែនបងប្អូនអ្វីដែលបងប្អូនតែងតែពិបាកនៅក្នុងការប្រើប្រាស់ឃើញបងប្អូនក៏តែងតែខមមិនច្រើនថាប្រើឲ្យគឺពិបាកប្រើមែនទែនយល់អារម្មណ៍មួយនឹងសម្រាប់អ្នកដែលគាត់មិនដឹងរត់មិនដែលស្គាល់ធ្លាប់មិនដែលប្រើឲ្យគាត់ប្រើបានតែម្ដងគឺគាត់ពិបាកប្រើមែនអានឹងទទួលស្គាល់បាទទទួលស្គាល់ប៉ុន្តែនៅពេលដែលអ្នកដែលគាត់ធ្លាប់ប្រើធ្លាប់យល់ពីវាគឺការប្រើប្រាស់វាពីវានឹងគឺមានភាពងាយស្រួលខ្លាំងមែនទែនការប្រើប្រាស់គឺអត់ជាបញ្ហាអត់ជាការម៉ងសៅអីមានបន្ទិលអីទេគឺការប្រើប្រាស់គឺចេញពីទូរស័ព្ទនេះគឺល្អហើយបងប្អូនណាល្អសម្បីតែការថតរបស់វាអែមតែមែនតើខ្ញុំនិយាយចំទៅអីក៏ដោយតែងតែមានអ្នកស្អប់មានអ្នកស្រឡាញ់តែងតែមានអ្នកជន់ផលិតមានអ្នកសរសើរបងប្អូនណាតែអ្នកខ្លះអត់ដឹងច្បាស់អត់ដឹងអីទេជន់យកបងប្អូនណាអានឹងនិយាយស្មោះត្រង់ហ្មងពេលខ្លះខ្លួនឯងអត់ដឹងពីវាច្បាស់ទេឮតែគេថាតគ្នាចូលខមមិនមកជន់យកហ្មងអាហ្នឹងដូចខ្ញុំនិយាយចឹងអីក៏ដោយត្រូវមើលឲ្យច្បាស់សិនចាំយើងខមមិនបាទមើលឲ្យច្បាស់សំខមមិនយើងត្រូវល្អដូចខ្ញុំនិយាយចឹងទូរស័ព្ទមិនមែនចេះតែនិយាយតគ្នាទេសំខាន់តើយើងសាកសិនណាបានដឹងអញ្ចឹងអរគុណច្រើនបើសិនបើបងប្អូនមានតម្រូវការបាទចង់បាន Mate 80 Pro នេះបងប្អូនអាចយកមកដើមនេះយកទៅប្រើប្រាស់គឺអត់ខកម្ដងទេបាទអរគុណជំរាបសួរអ្នកទាំងគ្នាបាយបាយបងប្អូនអត់តន់ចប់ហើយបងប្អូនអត់តន់ចប់ហើយឥឡូវមកតេស្តជាមួយនឹងការថតតិចបងប្អូនមើលរូបថតដែលខ្ញុំថតបាននៅក្នុងវីដេអូមិនដែរបងប្អូនខ្ញុំនឹងដាក់រូបថតស្លឹកនៅខាងក្រោយចុងវីដេអូជូនបងប្អូនណាបាទថតមកគឺឲ្យ detail ល្អមែនទែនសម្បីតែ100គុណរបស់វានេះក៏ញាក់សាច់ដែរឆ្ងាយបងប្អូនទៅយោនៅឆ្ងាយមែនទែនហើយខ្ញុំថតនេះគឺមានចម្ងាយ distance ចេញពីកន្លែងខ្ញុំឈរនេះគឺឆ្ងាយបងប្អូនហើយនោះឃើញបងប្អូនឃើញទៅយោមួយទូចបាទថតមកដល់នៅក្នុង Pura 80នេះគឺកប់ហើយ
សួស្តីទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតចេញពី Mate 80 Pro បងប្អូនណា Mate 80 Pro ជាមួយនឹងវីដេអូ 4K 30 fps ជាមួយនឹងគុណភាពមិនដែរបងប្អូនគុណភាពមិនដែរតាក់ទងជាមួយនឹងកាមេរ៉ាខាងមុខរបស់វាមានទំហំទលាយតបមកយើងប្រើមួយគុណតបមកយើងប្រើ 2x បាទសម្រាប់ 2x គឺឃើញមុខយើងគៀកចិត្តមែនតើបាទគៀកចិត្តមែនតើជាមួយនឹង selfie ខាងមុខណាហើយឥឡូវខ្ញុំមកលេងទលាយវិញដើម្បីយើងថតបានប្លង់ធំបាទនេះបងប្អូនមើលទៅនេះថតប្រចាំថ្ងៃវិញយើងថតប្រចាំខាងនេះគឺក្តៅខ្លាំងមែនទេបងប្អូនណាប្រចាំថ្ងៃបាទឥឡូវខ្ញុំដាក់បដៅថ្ងៃវិញគឺយើងឃើញមុខយើងច្បាស់មែនទេបាទច្បាស់មែនទេបាទគឺល្អមែនទេតាក់ទងជាមួយនឹងសមត្ថភាពនៃការថតរូបនិងថតវីដេអូបាទជាស្អីថតវីដេអូចេញពី Mate 80 Pro ជាមួយនឹងគុណភាព 4K 30 fps បាទឥឡូវខ្ញុំនឹងត្រឡប់ទៅកាមេរ៉ាខាងក្រោយវិញបងប្អូនបាទគឺជាកាមេរ៉ាដែលខ្ញុំថតចេញពីកាមេរ៉ាខាងក្រោយរបស់ Mate 80 Pro បងប្អូនណាសម្រាប់កាមេរ៉ាខាងក្រោយនេះគឺវីដេអូរបស់វាអាចស៊ូមបានគុណដែរបងប្អូនឥឡូវខ្ញុំតេស្តនេះខ្ញុំដាក់ 10x បងប្អូន 10x អូវាស៊ូមបានតែ20គុណណាបងប្អូនណាតាក់ទងជាមួយនឹងវីដេអូរបស់វាស៊ូមបាន20គុណបាទប៉ុន្តែខ្ញុំពងឆ្ងល់ថារូបស្លឹករបស់វាស៊ូមបានដល់100គុណបាទប៉ុន្តែវាថតបានតែ20គុណណាសម្រាប់ Android ភាគច្រើនគឺថតស៊ូមវីដេអូអត់សូវបានឆ្ងាយប៉ុន្តែ iPhone 17 Pro Max បងប្អូនណាដូចខ្ញុំបញ្ជាក់ចឹង iPhone 17 Pro Max គឺវាថតដល់24គុណអញ្ចឹងលើ Android បន្តិចបងប្អូនឥឡូវខ្ញុំថតប៉ុណ្ណេះបងប្អូនណានេះតាក់ទងជាមួយសមត្ថភាពកាមេរ៉ារបស់វាមិនដែរបងប្អូននេះខ្ញុំថតជាមួយនឹង 4K បាទនេះឆោកបងប្អូនមើលទៅដំណក់ទឹកនេះខ្ញុំថតទៅហើយបាទវីដេអូរបស់វាអូ smooth បងប្អូន smooth មែនតើឥឡូវខ្ញុំដាក់មួយគុណធម្មតាមួយគុណបងប្អូនមួយគុណប៉ុន្តែខ្ញុំត្រឡប់ពីមកខាងក្រោយនេះខ្ញុំថត selfie ជាមួយនឹងកាមេរ៉ាខាងក្រោយតើគុណភាពនៃវីដេអូដែលថតចេញពី selfie ខាងក្រោយមែនតើបងប្អូនបាទខ្ញុំគិតថាវីដេអូចេញពី Huawei គឺអែមបងប្អូនណាអែមគឺវាឲ្យបែប detail ធម្មជាតិច្រើនបងប្អូនណាវាអត់ឲ្យ color ដិតលើកទេបាទគឺអែមមែនទេបងប្អូនមើលទៅចាក់ស្ដាយបាទឥឡូវបងប្អូនមើលទៅការ zoom ចេញ zoom ចូលគឺញាក់សាច់បងប្អូនណាអែមបងប្អូនអែមកប់សេរីបាទអរគុណច្រើនជំរាបលាអ្នកទាំងអស់គ្នា